แล้วយើងនិយាយពីរឿងបន់កសលយើងថ្ងៃនេះណាថ្ងៃនេះគឺយើងធ្វើបន់ការមហាសាមគ្គីដើម្បីត្រត្រង់សាលាយើងអាត្មាអាណិតចោលតែការដែរប៉ុន្តែអាត្មាលោកជួយប្រាប់បរិស័ទមកយើងរឿងប្រាប់បរិស័ទហ្នឹងសុំបរិស័ទហ្នឹងដូចមិនក៏និស័យជាតិហ្នឹងសំបីតែធ្វើអីហ្នឹងក៏អាត្មាលុករបស់តលខ្លួនអាត្មាធ្វើដែរកម្រនឹងទៅរកប្រសក់ណាដូរបាញោមដូចមិនទេដូចអៀនមានអារម្មណ៍ថាមិនញោមដូចអត់ចេះណាហើយមិនស្គាល់ទេមន្ត្រីរាជការស្គាល់តាំងពីកពូលលើមកក៏ណាប៉ុន្តែវាអត់ចេះសុំគេបងថាមិនណាដល់ចង់ធ្វើអីហ្នឹងលុកតិចទីអ្វីដែលមាននៅខ្លួនហ្នឹងទម្លាប់អញ្ចឹងហើយមកជាតិណាតាំងបួសមក20ឆ្នាំជាងមកទៅធ្វើបន់ស្លងសភៅម្ដងគត់កម្រមិនងាយទេប៉ុន្តែមកចូលរួមចំណែកតាមសទ្ធាជ្រះថ្លាតិចច្រើនក៏អ្វីដែលមានអាចធ្វើទៅបានឥឡូវយើងនិយាយពីរឿងបុណ្យកុសលយើងនេះមកកោតទឹកចិត្តញាតិញោមជ្រះថ្លាយើងខំប្រឹងតស៊ូធ្វើវត្តយើងឲ្យស្អាតមានរបៀបរៀបរយគួរជាទីជ្រះថ្លាដែលយើងចូលមកយើងកើតចិត្តជ្រះថ្លាកចោតិកាលោកលះបង់កម្លាំងកាយចិត្តតលរបស់ព្រះអង្គពេលវេលាពាក់កណ្ដាលជីវិតដើម្បីកសាងសមិទ្ធផលផ្សេងៗនៅក្នុងវត្តនេះទុកសម្រាប់យើងជាបរិស័ទទាំងចិត្តទាំងឆ្ងាយមកបំពេញសេចក្តីល្អចឹងយើងចូលរួមចំណែកក្នុងការមកបំពេញសេចក្តីល្អគ្រប់ពេលគ្រប់វេលាណាមកដល់កន្លែងហ្នឹងទីហ្នឹងយើងផ្ដល់មេត្តាចិត្តដល់គ្នាណាក៏ផ្ដល់ទុកឲ្យគ្នាផ្ដល់សេចក្តីសុខឲ្យគ្នាហើយយើងធ្វើវត្តបានស្អាតហើយសម្អាតវត្តបានស្អាតហើយកុំភ្លេចសម្អាតចិត្តយើងខាងក្នុងផងណាសម្អាតវត្តស្អាតហើយកុំភ្លេចសម្អាតកាយវាចារបស់យើងនេះឲ្យស្អាតផងតើនេះយីណាកុំឲ្យស្អាតទៅវត្តណាឲ្យស្អាតទាំងចិត្តយើងខាងក្នុងនេះផងហើយយើងធ្វើរបងវត្តរឹងមាំហើយយើងធ្វើសាលាធំស្កឹមស្កៃរឹងមាំហើយកុំភ្លេចពង្រឹងសទ្ធារបស់យើងឲ្យរឹងមាំតាមសាលានឹងផងតើនេះយីនឹងកុំឲ្យសាលាកើតស្កឹមស្កៃពងពោះប៉ុន្តែសទ្ធាយើងធ្លាក់ចុះណាកុំឲ្យស្អាតតែវត្តប៉ុន្តែខាងក្នុងខ្លួនយើងវាអត់ស្អាតណាត្រូវរៀនសម្អាតឲ្យស្អាតដូចជាវត្តយើងណារៀបចំខ្លួនប្រាណយើងឲ្យល្អឲ្យស្អាតណាឲ្យចូលតែបុណ្យកុសលណាហើយមិនប្រកាន់ទេរឿងយើងបំពេញសេចក្តីល្អនេះទាំងមានទាំងក្រល្អអាក្រក់សខ្មៅខ្លៅអណ្ឌិតនឹងអាចមកស្វែងយកបុណ្យអាចមកទៀមទាបុណ្យបានដូចគ្នាស្វែងគ្នាទាំងអស់មិនចាំដល់ឲ្យយើងមានទ្រព្យបានមកយកបុណ្យបានអ្នកក្រមកយកបុណ្យមិនបានអត់ទេក៏ញោមមើលសម័យព្រះសម្មាសម្ពុទ្ធប្រពអំពីសោតាបណ្ឌព្រាហ្មណ៍សោតាបណ្ឌព្រាហ្មណ៍ហ្នឹងគាត់ពីដំបូងឡើយមានទ្រព្យញោមណានិយាយពីតកូលគាត់ជាតកូលកហបតីអ្នកមានទ្រព្យប្រតិបំផុតទៅវាអត់មានកូនមានចៅអីពីអ្នកប្រពន្ធនឹងនៅដល់មានទ្រព្យប៉ុន្តែដល់ពេលចាស់ទៅអ្នកបម្រើនោះវាអត់ស្មោះត្រង់ណាដល់អត់ស្មោះត្រង់ចាស់វិញទៅគេប្រមូលទ្រព្យយកទៅអស់អានោះយកម្នាក់មួយដៃមួយជើងប្រមូលអស់លីងទីបំផុតទៅលក់អាផ្ទះហ្នឹងទៅចាយទ្រព្យហ្នឹងអស់ទៀតណាដើរសុំទានទេតាមសញ្ញាផ្ទះអ្នកដតីដើម្បីចិញ្ចឹមជីវិតស្តៀងនឹងទុករកុតព្រាមដែរដល់ពេលចាក់ត្រុតត្រោមមែនតែនសុំគេក៏ពិបាកអីក៏ពិបាកពីអ្នកយាយតាគិតគ្នាឲ្យវាយើងចំណាស់នេះហើយជិះទៅដាច់ខ្យល់មួយចឹងទៅដាច់ខ្យល់ក្នុងវត្តទៅមានតម្លៃបានបនបានកសលអីជាទីពឹងយើងនាំគ្នាចូលវត្តពិភាក្សាគ្នាគិតគ្នាចូលវត្តទៅថ្វាយគុំព្រះលោកអនុញ្ញាតឲ្យនៅតមជាមួយភិក្ខុនីមកចំណែកជាមួយភិក្ខុនីប៉ុន្តែអស្ចារ្យណាស់បលឹមឡើងគឺពីអ្នកយាយតានឹងអត់ដែលចេះខ្ជិលទេម៉ោង4ហ្នឹងគឺគាត់ដើរចក្រមអត់ពីដើរចក្រមមកគាត់នាំគ្នារើសសម្រាមរើសស្បោងសម្អាតទីធ្លាវត្តអារាមនឹងរាល់ព្រឹកជាប្រចាំរបស់គាត់ចឹងហើយពេលណាសម្ដែងធម៌លឿនជាងគេអ្នកមានទៀតហ៊ានជាងគេអ្នកមានទៀតឲ្យតែព្រះឡើងលើក្រែបាច់តាយាយនឹងនៅជាប់ជើងក្រែនេះហ่ะព្រះឡើងលើក្រែមិនតាន់ទេណាសោតាបណ្ណព្រាហ្មណ៍គាត់មកដល់ក្បែរក្រែហើយបាទចង់ស្ដាប់ធម៌ព្រះទៅសៀចូលមកដល់ក្បែរក្រែហ្នឹងគាត់ក្រប៉ុន្តែគាត់ទីបំផុតទៅគាត់មានសមាធិយល់ឃើញត្រូវណារៀបនឹងជីវិតចុងក្រោយរបស់ពួកគាត់មានសមាធិធ្លាប់តែកំណាញ់ស្វិតស្វាញធ្លាប់តែមិនចេះធ្វើបន់ដឹងតែពីសបាយពីអ្នកប្តីប្រពន្ធការនៅមានទ្រព្យតែរៀបនឹងដាច់ចោលជីវិតចុងក្រោយរបស់គាត់នឹកឃើញវត្តចូលមកសមាទានបកុលកាយថ្វាយខ្លួនក្នុងបរតនត្រ័យព្រលឹមឡើងជាទម្លាប់គាត់ឡើងចង្ក្រមណាភាវនាពីអ្នកយាយតានឹងណាទៅសម្អាតវត្តបោះវត្តអារាមទីធ្លានឹងរើសសម្រាមព្រឹកល្ងាចសម្អាតក្នុងទីធ្លាវត្តអារាមនឹងព្រឹកល្ងាចស្ដាប់ពធរៀងរាល់ថ្ងៃអញ្ចឹងទៅខំប្រឹងបដិបត្តិរហូតដល់បាន
សម្រេចសោតាទាំងពីរអញ្ចឹងបានគេឲ្យឈ្មោះថាសោតាបណ្ឌព្រាហ្មណ៍នឹងគឺគាត់បានសម្រេចសោតាជីវិតរបស់គាត់ចុងក្រោយបានត្រឹមសោតាទេនឹងឧបនិស្ស័យរបស់គាត់បានត្រឹមប៉ុណ្ណឹងអត់បានទៅដល់អនាគាសកតិរហ័តអីទេបានត្រឹមសោតាប៉ុន្តែនឹងក៏ចាត់ទុកថាអស្ចារ្យដែរដល់ឲ្យដាច់ខ្យល់ផឹងយកជីវ័នចិត្តនឹងតោងយកសេចក្តីល្អដែលគាត់សន្សំនៅជីវិតចុងក្រោយរបស់គាត់នឹងទៅសោយសម្បត្តិទឹកនៅក្នុងស្ថានទេវលោកអស្ចារ្យណាស់យើងគួរគប្បីខំប្រឹងសន្សំគុណតម្លៃនៃសេចក្តីល្អនេះគ្រប់គ្នាដើម្បីជាសរណៈសម្រាប់ជីវិតរបស់យើងទៅមុខទៀតគាត់ចុងក្រោយទៅគាត់នឹកឃើញសេចក្តីល្អមានសមាធិយល់ឃើញត្រូវប៉ិនបញ្ជាក់ថាអញ្ចឹងមិនមែនលើកទឹកចិត្តយាយ